ចាអរុនសួស្តីនេះគឺជាវីដេអូដែលលូរីនបានទៅលេងនៅទីក្រុងមូសៀនិងទីក្រុងកាតាខេណាហើយទើបបានមានពេលកាត់ជាវីដេអូនេះយកមកបង្ហាញបងប្អូននិងទុកជាអនុស្សាវរីយ៍ឲ្យលូរីនមើលហើយថ្ងៃនេះអ៊ំប្រុសនិងអ៊ំខៃបាននាំលូរីនមកមើលកន្លែងដែលគេចិញ្ចឹមគោនិងដើរមកមើលចំការជាពិសេសដើរមកមើលផ្កាទៀតបងប្អូនអើយប៉ុន្តែនៅពេលដែលពួកយើងមកមើលផ្កានៅឈប់នៅតាមផ្លូវហ្នឹងក៏ម្ចាស់កសិដ្ឋានចិញ្ចឹមគោដ៏សង្ហាគាត់មកឈរមើលហើយមកនិយាយទទួលយើងរស់រាយរាក់ទាក់ហើយហៅពួកយើងឲ្យទៅលេងកន្លែងគាត់នៅទីនេះកសិដ្ឋានគឺបើយើងខ្មែរយើងហៅថាកសិដ្ឋានអភិជនដោយសារពួកគាត់មានរៀបចំតាមលក្ខណៈស្តង់ដារមានឧបករណ៍ប្រើប្រាស់សម្រាប់ភ្ជួររាស់ដាំដុះអីគឺប្រើម៉ាស៊ីនទាំងអស់បងប្អូនហើយអញ្ចឹងសូម្បីតែកសិដ្ឋានគាត់ចិញ្ចឹមគោហ្នឹងក៏មើលទៅរៀបលក្ខណៈស្តង់ដារដែរមិនមែនតែគាត់ទេគឺនៅស្រុកហ្នឹងគឺទាំងអស់អញ្ចឹងជាស្ដេចបងប្អូនដឹងហើយអ្នកនៅខេត្តនិងអ្នកនៅក្រុងគឺដូចគ្នានៅទីនេះក៏ដូចគ្នាដែរអ្នកនៅខេត្តគឺមានលក្ខណៈរស់រាយជាងឃើញយើងអញ្ចឹងដើរមកនិយាយដើរមកសួរនាំរស់រាយរាក់ទាក់ហៅយើងមកលេងហើយបងប្អូនគោនេះគាត់តែឃើញលូរីនឬក៏ពួកខ្ញុំហ្នឹងគឺមកស្រែកយំហ្មងតែម្ដងបើថាគោហ្នឹងឃ្លានទៅគឺមិនឃ្លានទេពីដំបូងខ្ញុំគិតថាគោឃ្លានដែរប៉ុន្តែដល់ពេលម្ចាស់កសិដ្ឋានគាត់ប្រាប់ទៅគាត់ថាមិនមែនទេដែលថាគោហ្នឹងវាផ្អើលវាឃើញស្រីស្អាតណាបងប្អូនសិតម៉ាក់យាយទៅលេងគាត់ដល់ពេលអញ្ចឹងទៅគាត់ស្រែកយំរហូតដោយសារគាត់ផ្អើលសំឡេងនឹងមនុស្សនឹងចឹងទៅគាត់ស្រែកអត់ឈប់តតែម្ចាស់កសិដ្ឋានគាត់ចេញមកមើលដល់ពេលបានគាត់អញ្ជើញចូលផងបងប្អូនហើយបានដៃលូរីនហើយនឹងម៉ាក់លូរីនបដ ாய் ថាលូរីនកុំថាសំបីតែចាបផ្ទះចាបហ្នឹងក៏គាត់មើលដែរដោយសារគាត់ចង់ដឹងថាក្នុងនឹងមានសត្វចាបអត់តាមពិតគាត់អត់បានចិញ្ចឹមនៅក្នុងនឹងទេប៉ុន្តែក៏ដាក់ចំណីចោលទុកឲ្យសត្វហ្នឹងមកស៊ីចំណីគាត់ហ្នឹងចឹងហើយបានជាគាត់ដាក់ទឹកដាក់ចំណីចោលទៅពេលសត្វចាបសត្វព្រាបអីមកឃើញទៅចូលមកចឹកចំណីទៅចំណីលូរីននេះគាត់ឃើញគោក៏ចង់ឲ្យចំណីប៉ុន្តែខ្លាចវាស៊ីដៃណាបងប្អូនហើយគោផ្អើលរត់មករកលូរីនហ្នឹងមិនមែនដោយសារចង់ស៊ីចំណីដែលលូរីនកាន់យកទៅឲ្យទេប៉ុន្តែវាចង់ហិតដៃហិតក្លិនយើងហ្នឹងចំពោះកសិដ្ឋានចិញ្ចឹមគោនៅទីនេះគឺគេប្រើលក្ខណៈស្តង់ដារគឺធុងនៅខាងក្រោយហ្នឹងគឺជាចំណីនិងទឹករបស់វាហើយខាងមុខនេះគឺជាច្បាំងដែលគេដាក់ទុកឲ្យវាទាញស៊ីអញ្ចឹងក្នុងរយៈពេល3ថ្ងៃឬក៏មួយអាទិត្យបានម្ចាស់កសិដ្ឋានហ្នឹងគាត់មកមើលកសិដ្ឋានគាត់ម្ដងឲ្យបន្ថែមទឹកឬក៏ចំណីដែលខ្វះខាតហ្នឹងអញ្ចឹងហើយបានជាកសិដ្ឋានហ្នឹងមិនត្រូវការមនុស្សច្រើនមកថែទាំទេគឺមានតែគាត់មួយអញ្ចឹងហើយបានជាគោហ្នឹងក៏ស្គាល់តែគាត់តែម្នាក់ដែរដល់ពេលពួកយើងគ្រាន់តែឈរចិត្តហ្នឹងគឺគាត់ស្រែកឲ្យគោហ្នឹងវាភ្ញាក់វាហើយនៅក្នុងកសិដ្ឋានបងប្អូនគឺគាត់ប្រើជាឧបករណ៍គេហៅថាគ្រឿងចាក់ឬក៏ម៉ាស៊ីនទាំងអស់បងប្អូនដល់ពេលអញ្ចឹងទៅវាអត់មានត្រូវការ labor ឬក៏កម្លាំងមនុស្សមកធ្វើអីទេស្រួលម្យ៉ាងដែរមានកសិដ្ឋានប៉ុណ្ណានៃមួយប៉ុន្តែមិនត្រូវការមនុស្សច្រើនចាអរគុណសម្រាប់ការទស្សនា